លើលោកស្រីនាងកញ្ញាទស្សនិកជនជាទីគោរពនិងជាទីមេត្រីដោយមានការគ្រប់គ្រងនិងសហការយ៉ាងស្អិតរមួតពីបណ្ដាសមាជិកក្រុមយុវវ័យសាមគ្គីដែលមានកម្មករកម្មការិនីនិងអាជ្ញាធរដែនដីផ្ទាល់ផងនោះក្រុមយុវវ័យសាមគ្គីថ្ងៃនេះនឹងនាំយកនៅសម្ភារៈគ្រឿងឧបភោគបរិភោគដែលទទួលបានពីទឹកចិត្តសម្រាប់ប្រជាជនយកទៅជូនគ្រួសារដែលជួបការលំបាកបន្តទៀតដូច្នេះសូមគោរពអញ្ជើញលោកស្រីនាងកញ្ញាមកតាមដានសកម្មភាពជាបន្តទាំងស្រុងរបស់ក្រុមយុវវ័យសាមគ្គីដូចទៅបាទក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងមានលោកប៊ីជាប្រធានក្រុមនិងមានសមាជិកជាច្រើនដូចជាលោកសំអឿនអ្នកនាងកៅស៊ីថាអ្នកនាងសុវណ្ណលោកសុទ្ធីលោកខំធាអ្នកនាងប្រាក់សុខាអ្នកនាងសូនីអ្នកនាងឆេងហ៊ៀមកញ្ញាសុភីបកញ្ញាសវណ្ណនៅរោងចក្រ MV លោកវ៉ាន់ស៊ីណេតនៅរោងចក្រលោកតាបារាំងកញ្ញាចរិយានៅរោងចក្រទន្លេសាបអ្នកនាងបូរីនៅរោងចក្រផ្អេនិងមានសមាជិកជាច្រើនទៀតក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងបង្កើតឡើងក្នុងគោលបំណងគឺធ្វើបុណ្យសន្សំកុសលជាទីនជួយដល់ជនចាស់ជរាគ្មានទីពឹងអសមត្ថភាពពលកម្មទីទល់ក្រជួបការលំបាកមិនដែលបានសុខកូនអើយកូនធំឡើងកុំអើយជាពិសេសគ្រួសារដែលមានការស្នើសុំតាមរយៈកម្មករកម្មការិនីរោងចក្រឬអាជ្ញាធរដែនដីមានលោកមេភូមិជាដើមក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងបង្កើតឡើងមិនបម្រើឲ្យនិន្នាការនយោបាយឬប្រកាន់សាសនាណាមួយឡើយតែរំលែកឲ្យគ្រប់ប្រាណលោកស៊ូអត់បានឲ្យតែក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងមានសកម្មភាពជាញឹកញាប់ក្នុងខែនីមួយៗក្នុងការជួយគ្រួសារក្រីក្រជួបការលំបាកគ្រួសារចាស់ជរាពិការអសមត្ថភាពពលកម្មនិងខិតខំស្វែងរកជំនួយដូចជាសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគពីសំណាក់សប្បុរសជននិងកម្មករកម្មការិនីរោងចក្រពីបណ្ដារោងចក្រនានាក្នុងខេត្តកំពង់ឆ្នាំងជាក់ស្ដែងក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងនៅក្នុងថ្ងៃអាទិត្យទី22ខែកញ្ញាឆ្នាំ2013នេះក្រុមនេះបានជួយគ្រួសារចាស់ជរាស្ថិតនៅក្នុងភូមិពពីលពកឃុំគោកបន្ទាយស្រុករលីផ្អៀខេត្តកំពង់ឆ្នាំងសកម្មភាពរបស់ក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងនៅថ្ងៃទី22ខែកញ្ញាឆ្នាំ2013នេះក្រុមយុវវ័យសាមគ្គីនាំគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់គ្រួសារជាចម្បងគឺគ្រួសារលោកយាយណ້ອຍគឿនលោកយាយណ້ອຍគឿនមានអាយុ68ឆ្នាំរស់នៅជាមួយនឹងកូនដែលមានសតិមិនគ្រប់សពថ្ងៃលោកយាយប្រកបរបរចិញ្ចឹមជីវិតដោយការបេះបន្លែផ្លែឈើនៅតាមព្រៃយកទៅលក់នៅក្នុងភូមិបានកម្រៃបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតនិងកូនដែលមានសតិមិនគ្រប់នោះយកដៃកងថ្ងៃគិតសពកិច្ចការគ្រប់វេលាណាមិនដែលបានសុខកូនអើយកូនធំឡើងកុំអើយដូចពុក
ត្រូវខំរៀនចេះដឹងនឹងគេការធ្វើដំណើរទៅកាន់ផ្ទះលោកយាយណ້ອຍគឿនត្បិតថាមានការលំបាកបន្តិចដោយសារតែផ្ទះលោកយាយស្ថិតនៅដាច់ឆ្ងាយពីភូមិដែលមានច្រកតូចសម្រាប់ចូលទៅកាន់ផ្ទះលោកយាយប៉ុណ្ណោះដែលផ្លូវនោះមានផុកមានទឹកពិបាកក្នុងការធ្វើដំណើរសូម្បីតែធ្វើដំណើរតាមគោយន្តក៏ដោយទោះបីមានការលំបាកបន្តិចក៏ដោយក៏ក្រុមយុវវ័យសាមគ្គីនៅតែរីករាយសប្បាយក្នុងដំណើរឆ្ពោះទៅកាន់ផ្ទះលោកយាយណ້ອຍគឿនជានិច្ចម្នាក់មានទឹកមុខរុះរាយញញឹមដោយសង្ឃឹមថាកុសលផលបុណ្យនឹងបានផ្ដល់ឲ្យយើងគ្រប់គ្នាទាំងអ្នកដែលកំពុងតែនាំយកទៅនិងដល់អ្នកដែលបានខំចែករំលែកនៅគ្រឿងឧបភោគបរិភោគចេញពីទឹកចិត្តសប្បុរសធម៌ជូនដល់គ្រួសារដែលជួបការលំបាកយ៉ាងណាក៏អាត្មាតស៊ូបានសមុទ្រសែនជ្រៅនៅមិនជ្រៅជាងចិត្តម៉ែពោះមិនបានទេពុកម៉ែមានចំពោះកូនចិត្តអ្នកមានកូនមានមុនសណ្ដោងកូនស្ងួនអប់រំឲ្យកូនធ្វើខ្លួនឲ្យសមសួនជាកូនប្រពេទុនលេម៉ែហាលឆ្លងកូនថ្លៃទោះត្រូវខ្សាយម៉ែឥតបីតក់ស្លុតលោកសែនសប្បាយពេលកូនបានរួចផុតចិត្តលោកស្រឡាញ់ប្រាកដស៊ូខំមាត់ព្រោះតែកូនម៉ែសែនធំរកអ្វីប្រៀបផ្ទឹមពុំបានកូនគ្រប់ប្រាណកុំបីបំពេញលោកថ្លៃត្រូវថែរក្សាចិញ្ចឹមលោកពុកអ្នកម្ដាយទោះមានឬក៏ក្រក្ដីកូនប្រុសស្រីត្រូវសងគុណលោកវិញលោកសែនសប្បាយពេលកូនបានរួចផុតចិត្តលោកស្រឡាញ់ប្រាកដស៊ូខំមាត់ព្រោះតែកូនម៉ែសែនធំរកអ្វីប្រៀបផ្ទឹមពុំបានកូនគ្រប់ប្រាណកុំបីបំពេញលោកថ្លៃត្រូវថែរក្សាចិញ្ចឹមលោកពុកអ្នកម្ដាយទោះមានឬក៏ក្រក្ដីកូនប្រុសស្រីត្រូវសងគុណលោកវិញពុកម៉ែកូនមិនអាចបំភ្លេចគុណពុកម៉ែបានទេ
បាទខ្ញុំបាទសូមគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានខ្សែវីដេអូរបស់សកម្មភាពក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងក្រុមសាមគ្គីយុវវ័យខេត្តកំពង់ឆ្នាំងនៅក្នុងថ្ងៃទី22ថ្ងៃអាទិត្យខែកញ្ញាឆ្នាំ2013បានធ្វើសកម្មភាពសប្បុរសធម៌បាទផ្ដល់ជូននាំយកនៅគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដែលទទួលបានពីទឹកចិត្តសប្បុរសជននៅក្នុងខេត្តកំពង់ឆ្នាំងជាពិសេសគឺកម្មករកម្មការិនីដូចជារោងចក្រ MV រោងចក្រលោកតាបារាំងរោងចក្រផ្សាមរោងចក្រផ្អេបាទជាដើមរោងចក្រទលេសាបជាដើមផងនោះអញ្ចឹងរួមជាមួយនឹងសប្បុរសជនផ្សេងៗទៀតដែលមានទឹកចិត្តបាទរួមទាំងនិស្សិតពេទ្យផងដែរបាទដល់វិទ្យាល័យចិនឡាបាទគឺមកពីសាកលវិទ្យាល័យចិនឡាបាននាំគ្រឿងឧបភោគបរិភោគរួមទាំងថវិកាទឹកប្រាក់សុទ្ធដែលផ្ដល់ជូនលោកយាយហើយមួយគ្រួសារទៀតគឺលោកយាយងយគឿនបាទរស់នៅក្នុងភូមិកពីលពកឃុំកូបន្ទាយស្រុករលាបៀខេត្តកំពង់ឆ្នាំងបាទអញ្ចឹងក្នុងថ្ងៃនេះគឺយើងមានឃើញគ្រឿងឧបភោគបរិភោគរួមជាមួយនឹងថវិកាមួយចំនួនដែលចេញពីទឹកចិត្តសប្បុរសធម៌ដែលយើងទទួលបានពីក្នុងពីសប្បុរសជននៅក្នុងខេត្តកំពង់ឆ្នាំងបាទហើយយើងឃើញថាតម្រុំតែមកដល់ទីនេះគឺឆ្លងកាត់ការលំបាកការធ្វើដំណើរផ្សេងបាទសម្ដែងនៅឃើញថាក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងបាទមិនគិតពីការលំបាកនៃហត់ផ្ទាល់ខ្លួនទេដោយតែធ្វើយ៉ាងណាឲ្យនាំយកនៅសប្បុរសបាទនាំយកនៅគ្រឿងឧបភោគបរិភោគដែលទទួលបានពីសប្បុរសជនយកមកដល់ដៃជនគ្រួសារដែលទទួលក្រអសមត្ថភាពពលកម្មចាស់ពីរាជពីការផ្ទាល់តែម្ដងបាទថ្ងៃនេះគឺយើងមានរបស់របរទាំងអស់នេះអញ្ចឹងលោកសំអឿនសូមជួយបង្ហាញតើយើងមានគ្រឿងឧបភោគបរិភោគអ្វីខ្លះនៅក្នុងថ្ងៃនេះបាទគ្រឿងឧបភោគបរិភោគទាំងអស់ដែលបានចេញពីការចូលរួមជាមួយនឹងសប្បុរសជនជាមួយនឹងក្រុមយុវវ័យសាមគ្គីដែលរួមទាំងអស់នោះគឺមានថវិកាសុទ្ធចំនួន 25,000 រៀលណាមានចំនួនអង្ករ50គីឡូក្រាមនេះមានមីពីកែធំបាទមានទឹកត្រីពីយួរទឹកស៊ីអ៊ីវពីយួរប្រេងឆាចំនួន2ដបដែលមានទាំងអស់នេះនៅមុខនេះត្រីខកំប៉ុង2គីឡូ2យួរបាទ2សងហើយមុងលើកវិញមុងមួយទៅមុងចំនួន1មុងមួយទេហើយមួយទេបត់ស្អាតណើយមួយដាក់លេខបាត់កងវិញដៃអាវដៃវែងមានអាវដៃវែងមួយ2អាវអាវកាក់ចាស់2ទៀត2អាកាក់ចាស់2ខោមានខោគ្នា5មួយទៀតនោះខោគ្នា5មួយសម្ពុតឡាញ់មួយហើយក្រមាមួយបាទសាប៊ូម្សៅ2កញ្ចប់សាប៊ូស្ករស1គីឡូ2គីឡូក្រាមខ្ទឹមសមានអំបិលអំបិលអ៊ីយ៉ូតចំនួន2កញ្ចប់ស្មើនឹង2គីឡូក្រាមដែរខ្ទឹមចំនួន1គីឡូក្រាមប្រហុកនេះប្រហុកមានប្រហុក1គីឡូក្រាមទឹកដោះគោឆៅ2យួរស្មើនឹង12ដបទឹកក្រូចចំនួន5កំប៉ុងរួមទាំងមានការឧបត្ថម្ភពីបងស្រីឆៃហៀបដែលគាត់ធ្វើការនៅក្នុងវិទ្យាវេបានជួយឧបត្ថម្ភសម្រាប់ជូនអរិយាណយគឿនដែលគាត់បន្ថែមពីលើការលំបាកនោះគាត់ថែមពីលើផ្សេងពីក្រុមយុវវ័យសាមគ្គីដែលបានទទួលពីសប្បុរសជនដែរមានដូចជាសារ៉ុងមួយគាត់ទទួលអាវរងាមួយនិងអាវរងាបាទនេះអាវបានគាត់អាវរងានឹងដឹងមកពេញចិត្តហ្មងខ្ញុំចាដឹងមកពេញចិត្តស្ដោកហ្មងមួយសារ៉ុងមួយបាទកម្មាគាត់មួយកម្មាគាត់មួយថវិកា1000000រៀលចំនួន1000000រៀលរួមទាំងទឹកសុទ្ធចំនួន1យួរបាទហើយក្រុមយុវវ័យសាមគ្គីបាន1យួរដែរមួយកាទេហើយសម្រាប់ទាំងប្រមាណដែលស្រីឆៃចេញទៀតដែលគាត់
បានយកមកជូនដល់លោកយាយដល់គឺនោះគឺគាត់បានទីកសលជូនដល់អ្នកម្ដាយពុតជុំហូតលោកឪពុកខ្លាំងឆេងប្រងឆៃខ្លាំងឆៃព្រមទាំងលោកប្តីឈ្មោះដុចប៊ុនថនដែលទូមរណភាពកាលទៅនោះសូមមកទទួលដល់ពីប្រពន្ធអង្គដែលបានធ្វើបុណ្យសំកសលសម្រាប់ជូនដល់ទីកសលដល់លោកទាំងអស់នោះបាទព្រមទាំងជូនពរដល់លោកទាំងអស់នោះឲ្យជួបតែនឹងក្តីសុខហើយនឹងទៅកាន់សុគតិភពបាទព្រមទាំងឲ្យពរគុណចៅឲ្យជួបចម្រើនតែនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈផុតទុក្ខមកខ្សែទាំងឡាយឲ្យជួបតែសេចក្តីល្អសូមអរគុណផងបាទអរគុណបាទយើងលើកនេះជួយបាទទាំងអស់ទៀតដែររួមមានលោកជួនសុផលមន្ត្រី UNDP និងភរិយាគឹមថេតនៅភូមិជ្រែកបាក់ស្រុកលីបអៀចំនួន 40000 រៀលមានខាងសពរដ្ឋជននៅក្នុងខេត្តកំពង់ឆ្នាំងដែលគាត់មានចូលឧបត្ថម្ភមកចំនួន3នាក់ដែរបាទទី1គឺលោកអ៊ំប្រាក់យននិងអ្នកស្រីទេពវឿនលក់អីវ៉ាន់ចាប់ហួយចំនួន 10000 រៀលលោកពៅមានលក់គ្រឿងទូរស័ព្ទនៅមុខកំវេមានទឹកត្រី1យួរទឹកស្អ៊ីវ1យួរនិងថវិកា 10000 រៀលបាទបងស្រីវ៉ុនយឿននៅទល់មុខសាលាទ្រុកឋានខេត្តកំពង់ឆ្នាំងចំនួន 5000 រៀលបាទលោកយិនមួយហៀងកញ្ញារុនស្រីរតបាទនៅភ្នំពេញដែលគាត់នៅក្នុងរៀនសូត្រនៅក្នុងសាលាពេទ្យសាកលវិទ្យាល័យចេនឡាបាទចំនួន 15000 រៀលបាទក្នុងនោះដែរគឺមាននិស្សិតនៅសាកលវិទ្យាល័យចេនឡាដែលគាត់ជួយឧបត្ថម្ភមកក្នុងក្រុមយុវសាមគ្គីសរុបមករួមមានចំនួនប្រកាសបាទតិចទេលោកជឹមពុទ្ធី 10000 រៀលកញ្ញាអង្គពៅវ៉ារ៉ាវីតកញ្ញាអ៊ុំម៉ារីកញ្ញារ៉ាឌីកញ្ញាសុកអ៊ីចំនួន 10000 រៀលជឹមសុភត្រាក្រុងស្ទឹងសែនចំនួន 5000 រៀលកាន់បូរិននៅសៀមរាបចំនួន 3000 រៀលបញ្ញាចំនួន 2500 រៀលលោកសាតប៉ាន់ការ៉ិតចំនួន $2 ហាលីមស៊ុលកើហ្វលីចំនួន 5000 រៀលបៀវឆូលីហៀងនៅសៀមរាបចំនួន 2500 រៀលរឹតមានប្រាសាទឃុំគុំត្របែកព្រៃវែងចំនួន 5000 រៀលលោកគង់ចម្រើន 5000 រៀលលោកតាន់វឿនខេត្តកំពត 10000 រៀលកញ្ញាច័ន្ទនីកញ្ញាឆេងលៀបកញ្ញាលក្ខកណាកញ្ញាពិសីកញ្ញាសុភិបចំនួន 15000 រៀលជាផារ៉ារដ្ឋាមូលិកា1ស្រីអូនភ្នំពេញចំនួន 13000 រៀលលោកសុកលឹមលោកហុកសេងចំនួន 5500 រៀលបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ผู้សពរបស់ជនដែលគាត់បានជួយឧបត្ថម្ភថវិកាទាំងនេះសម្រាប់ដល់លោកយាយណយគឿនដែលកំពុងតែជួបការលំបាកគឺនេះលោកយាយគាត់បានទទួលនៅសម្ភារៈទាំងអស់នេះហើយអញ្ចឹងសូមលោកយាយទទួលនៅសម្ភារៈនឹងគ្រឿងឧបករណ៍ទាំងអស់ដែលកូនចៅមួយៗបាទអ៊ំឲ្យធោរួមនៅអាចគុំដៃកំាលេកាត់គាត់ដាក់ទៅលើដាក់លើតែហុចកាន់មួយទៅថ្ងៃណៅដាក់គ្រូម្នាក់នេះតិចទៅកាន់គាត់ទៅងើបមើលមុខទៅតែកាមេរ៉ាបាទក៏ងើបខ្លាំងពេកមើលមេឃទៅវិញបាទក្នុងនោះដែរគឺមានលោកពូហ៊ុនលៀបដែលជាបាទញ៉ាធោគុំដែលគាត់បានចូលរួមនៅក្នុងកម្មវិធីសពរដ្ឋធម៌ដែលជាអំពើល្អរបស់ក្រុមយុវសាមគ្គីដឹកនាំនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីជួយកាត់បន្ថយនៅភាពការលំបាករបស់លោកយាយណយគឿនហើយលោកពូក៏បានសំណូមពរដល់ក្រុមយុវសាមគ្គីរួចហើយថាបានជួយខំដល់លោកយាយផងតែនិយាយជួយការលំបាកខ្លាំងអញ្ចឹងបាទក្រុមទៀតមានលោកពូរឹតម៉ូតដែលចូលរួមនៅក្នុងកម្មវិធីនេះដែរបាទគាត់ជាអនុភូមិនៅក្នុងភូមិពពែពកដូច្នេះសូមនៅអារម្មណ៍ឲ្យគាត់ជើញមកមុខអស់លោកលោកស្រីតាមដានទស្សនានៅការសម្ភាសឬវិទ្យាបាទជាមួយនឹងលោកពូខុនរៀបបាទគាត់ជានៅភូមិនៅក្នុងភូមិពពែពកបាទឥឡូវនៅក្នុងពេលនេះគឺយើងខ្ញុំជារដ្ឋអំណាច
bàคือថាប្រធានអាជ្ញាធរភូមិពពាពកនេះគឺថាសូមធ្វើចំណាត់អារម្មណ៍ដើម្បីថ្លែងអំណរគុណបាទដល់ក្រុមយុវវ័យសាមគ្គីលួយរបស់ក្រុមកំពង់ឆ្នាំងយើងជាពិសេសគឺយើងនៅបាទក្នុងរូបចក្រអំបីខេត្តកំពង់ឆ្នាំងទាំងមូលនេះគឺថាយើងខ្ញុំជាបាទអាជ្ញាធរភូមិគឺសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅដល់ក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងនេះដែលមានទឹកចិត្តបាទមានសិលមានសមធម៌អំពីបញ្ហាការកង្វះខាតនៅបញ្ហាស្បៀងដល់ប្រជាជនក្រីក្រដែលនៅតាមមូលដ្ឋាននេះឃើញថាជាក់ស្ដែងណាស់បាទសូមថ្លែងអំណរគុណដោយថាអ្នកមីងណយគឿននេះបាទជាជនទូរគតបាទខ្វះនៅជីវភាពជាក់ស្ដែងអញ្ចឹងគឺជាទឹកចិត្តមួយដែលក្រុមបាទយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងនេះបាទដែលបាននាំយកមកនៅសម្ភារៈដូចជាអង្គបាទនឹងសម្ភារៈកទេលមងគួយជូនដល់លោកយាយនេះយើងខ្ញុំជាអាជ្ញាធរគឺសូមថ្លែងអំណរគុណដល់ក្មួយបាទដែលមានទឹកចិត្តជួយដល់ជនក្រីក្រទូរគតជនពិការបាទដែលនៅតាមជនបទចុងកាត់មាត់លើកនេះហើយនៅពេលនេះគឺយើងខ្ញុំសូមអំពាវនាវបាទដល់អស់លោកស្រីអុកញ៉ាទូទាំងប្រទេសបាទសូមឲ្យអស់លោកបើឮតាមជួយតាមបាទតាមខ្សែវីដេអូនេះគឺយើងខ្ញុំសូមអំពាវនាវឲ្យអស់លោកទាំងអស់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីសូមជួយមកតាមខ្សែរយៈបាទក្រុមយុវវ័យបាទសាមគ្គីខេត្តកំពង់ឆ្នាំងចុះបាទនៅសម្ភារៈគ្រប់បែបយ៉ាងនេះនឹងអាចសម្ភារៈនេះនឹងបានមកដល់ដៃប្រជាជនដែលខ្វះខាតទីទាល់ក្រជនបទអញ្ចឹងសូមអំពាវនាវហើយអំពាវនាវទៀតសូមឲ្យអស់លោកបាទលោកស្រីអ្នកកញ្ញាទាំងអស់បាទក្នុងប្រទេសនិងក្រៅប្រទេសសូមអស់លោកជួយមកតាមខ្សែរយៈយុវវ័យបាទសាមគ្គីខេត្តកំពង់ឆ្នាំងបាទគឺថាជួយបាទនឹងគឺយើងខ្ញុំសូមអំពាវនាវទុកជាមុនព្រោះថាយើងខ្ញុំដែលនៅជនបទនេះឃើញជាក់ស្ដែងណាស់ហើយក៏មានរន្ធត់ចិត្តណាស់ដោយថាមិនដែលមានឃើញបាទក្រុមយុវវ័យណាដែលមានទឹកចិត្តហើយមកនេះជាក់ស្ដែងឃើញថាឆ្លងការលំបាកបាទព្រោះផ្លូវដែលជួយមកនេះបាទឆ្លងកាត់ដោយទឹកដោយភពបាទគឺបាទក្មួយមិនបាទគឺថាមិនត្អូញត្អែពីបញ្ហាការនឿយហត់នឹងទេនេះជាក់ស្ដែងណាបាទអញ្ចឹងយើងខ្ញុំសូមចុងក្រោយនេះសូមប្រសិទ្ធពរជ័យសិរីសួស្ដីជូនដល់ក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងបាទឲ្យមានដំណាភាពបាទឲ្យមានទឹកចិត្តដើម្បីបន្តនៅសកម្មភាពនេះបាទដើម្បីជួយដល់ប្រជាជនក្រីក្រនៅតាមជនបទមិនថាឃុំគុំទីទេគឺថាទូទាំងប្រទេសបាទនៅតំបន់ណាក៏ដោយឲ្យតែមានជួបការផលលំបាកនៅជីវភាពបាទកម្លាំងពលកម្មក៏ធ្វើការបាទហ្នឹងហើយតែគាត់នៅកម្លាំងពលកម្មជនពិការបាទជនទូរគតចាស់ជរាគ្មានទីពឹងបាទគ្មានទីពឹងអញ្ចឹងយើងខ្ញុំសូមថាពីវនីទៀតតែនេះជាជំហានដំបូងនៅក្នុងភូមិពាពកគុំគុំទីនេះយើងខ្ញុំជឿជាក់ថាពីត្រឹមពេលនេះទៅអស់លោកស្រីអ្នកនាងកញ្ញាអុកញ៉ាណាលោកនឹងអាចឮសម្លេងយើងខ្ញុំដែលជាបាទអាជ្ញាធរនៅក្នុងភូមិពាពកនេះយើងខ្ញុំជឿជាក់ថាអស់លោកទាំងអស់នឹងមានទឹកចិត្តអាចជួយផ្ដល់មកតាមខ្សែរយៈបាទនៅក្រមយុវជនត្រូវលើកស្ទួយខ្មែរជួយលើកស្ទួយខ្មែរគ្នាយើងបាទដើម្បីជួយខ្មែរគ្នាឯងដែលអញ្ចឹងតាមមានមតិរបស់យើងខ្ញុំបាទគួរសូមអភ័យទោសបាទសូមអរគុណច្រើនសូមអរគុណបាទជំរាបលាបាទនៅពេលនេះដែរក៏ខ្ញុំបានជួបជាមួយនឹងលោកពូនៅភូមិគាត់ឈ្មោះរិទ្ធម៉ូតសូមសួរលោកពូគាត់ថែមលោកពូបាទបានចូលរួមជាមួយនឹងក្រុមយុវវ័យសាមគ្គីក្នុងខេត្តកំពង់ឆ្នាំងហើយពេលនេះសូមលោកពូបង្ហាញពីចំណាប់អារម្មណ៍និងទឹកចិត្តរំភើបឬក៏យ៉ាងណាលោកពូបានឃើញសកម្មភាពបែបនេះខ្ញុំជាតំណាងឲ្យជាជននៅក្នុងភូមិពាពកខ្ញុំមានសេចក្តីត្រេកអរដែលបានក្រុមយុវជនសាមគ្គីដែលបានចុះជួយដល់ប្រជាជនយើងខ្ញុំតែកំពុងខ្វះខាតជីវភាពយ៉ាងខ្លាំងម្ល៉េះហើយបានក្រុមជនសាមគ្គីចុះមកជួយដល់ប្រជាជនយើងខ្ញុំដែលកំពុងខ្វះខាតជីវភាពយ៉ាងខ្លាំងសប្តាហ៍នេះរកព្រឹកបានព្រឹកខ្វះងាយចឹងវានិយាយរួមទៅគាត់អកម្លាំងខាងពលកម្មក៏រួយអត់កើតដូចការដែលខ្ញុំបានមកចុះសភាណាពូខ្ញុំបានឃើញវីដេអូឃ្លីបខ្ញុំថតបានបន្តិចដែរពេលនោះពូកំពុងអត់ទៅជែកជាមួយខ្ញុំនៅក្រុមផ្ទះខ្ញុំបានឃើញលោកយាយគាត់ដើរទូកឆេមួយបាទចាំទស្សនាមើលសកម្មភាពដែលនិយាយទូកឆេហ្នឹងគឺធ្វើអ្វីគឺកឆេហ្នឹងគឺមានផលិតមួយបាច់បាច់ល្អបន្តិចមកអមតិចល្ងាងគាត់ត្រឡប់មកពីលក់វិញហ្នឹងគាត់នៅសល់ប៉ុណ្ណឹងគាត់ហូបខ្លួនគាត់
គាត់ថាបានមើលថ្ងៃដល់2000 3000 បាទ2000 3000ច្រើនណាស់ បានកបានត្រីតិចតួចមកទៅការផ្គត់ផ្គង់ជីវភាពរបស់គាត់បាទនឹងហើយទៅឃើញការលំបាកការរោគបន្ទូទានរបស់គាត់ហ្នឹងគឺគាត់មានកម្លាំងរោប៉ុន្តែគាត់ថាការរោរបស់គាត់គឺមិនមានការគ្រប់គ្រាន់សម្រាប់ការហូបចុកអញ្ចឹងគឺមានការលំបាកក្នុងការរោបានថវិកាមកនឹងអញ្ចឹងគាត់ទៅមិនព្រឹកឡើងគាត់ដើរទៅបេះផ្លិតឈើអញ្ចឹងណាបាទសម្រាប់ការមកចាប់ប្លង់តាមផ្ទះមួយរកយើងទាំងអស់គ្នាបានឃើញទៅមានការដកឆ្លោះអញ្ចឹងណាកម្មករតាមរូបចក្រហ្នឹងគាត់បានឃើញសកម្មភាពនិយាយគាត់បានផ្ដល់ព័ត៌មានមកក្រុមយុវវ័យសាធារណៈគេចាប់ទៅពេលនោះខ្ញុំក៏បានចុះមកទៅផ្ទាល់ហើយបានជួបគ្រូបាទហើយក៏បាននាំមកដល់កន្លែងទៅនិយាយដែរពេលនោះការរស់នៅរបស់គាត់មានការលំបាកគឺការធ្វើដំណើររបស់យើងមកមិនឃើញការជាប់ផងយកអីហ្នឹងទៅកាត់ខុសតែគាត់ថាពិបាកប៉ុណ្ណាក៏ដោយគាត់ត្រូវជួយគាត់ដែរដើម្បីខ្មែរគ្នាឯងយើងជួយខ្មែរគ្នាឯងដើម្បីការជាក្រុមមួយកាន់តែរីកចម្រើនទៅមុខណាអ៊ំចាបាទសូមថ្លែងអរគុណលោកសូមអរគុណបាទអរគុណអរគុណលោកពូបាទនៅពេលនេះដែរគឺបានសំអឿនរួមទាំងជាមួយនឹងសមាជិកក្រុមទាំងអស់ដែលបានចូលរួមនឹងការតាមដានខ្សែវីដេអូនេះដកកម្មាសិនភាពតែនេះវែងមកទៅបាទសំភារៈក្នុងបរិភោគនេះផ្ដល់ជូននូវសម្ភារៈពាក់ដើម្បីឲ្យលោកយាយធ្វើការផ្លាស់ប្ដូរសម្ភារៈពាក់ឲ្យថតរួមជាមួយនឹងក្រុមយុវវ័យសាមគ្គីបាទហើយបន្តិចទៀតក្រុមយុវវ័យសាមគ្គីនឹងធ្វើការភ្ជាប់នៅសកម្មភាពមួយទៀតនៅចាស់ជរាហើយក្រុមយុវវ័យសាមគ្គីទទួលបានថវិកានឹងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនដូចជាកម្មាមួយបាទទឹកសុទ្ធមួយដបទឹកក្រូចមួយកំប៉ុងបាទរួមជាមួយនឹងថវិកា5000រៀលជូនដល់ចាស់ជរាជាបន្តទៀតផងដែរបាទជួយមកចែកមកពីមកនេះយកនេះចាំអមជួយ
បាទអរលោកលោកស្រីនាងកញ្ញាដែលបានឃើញហើយថានៅក្រុមនៅថ្ងៃនេះផងដែរគឺក្រុមយុវវ័យសាមគ្គីដែលប្រចាំខេត្តកំពង់ឆ្នាំងយើងបានចុះមកជួយលោកយាយម្នាក់ដែលនៅឃុំគូបន្ទាយបាទបានធ្វើការចប់សពគ្រប់ហើយប៉ុន្តែនៅឲ្យឡែកលោកយាយទឹមរែននេះបាទលោកយាយដែលគាត់នៅជាប់នេះគាត់ឃើញថាជីវភាពគាត់មានការលំបាកដែរដូច្នេះហើយក្រុមរបស់យើងមិនមានរែងហៅថាផែនការឬក៏ជាគម្រោងចុះជួយដល់និយាយទេដោយសារយើងមិនបានព្រៀងទុកដែលយើងបានមកជួបផ្ទាល់នៅថ្ងៃនេះផងដែរហើយបានក្រុមរបស់យើងបានជួយនៅទឹកសុទ្ធ2ដបហើយនឹងទឹកប្រាក់ចំនួន 20000 ហើយនឹងទឹកក្រូចចំនួន 4 កំប៉ុងទៅដល់លោកយាយផងដែរបាទសូមលោកយាយទទួលបាទហើយក្នុងនាមខ្ញុំបាទឆាត់ឆាយដែលជាតំណាងឲ្យក្រុមយុវវ័យសាមគ្គីបាទសូមអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងស្រុកទាំងក្នុងខេត្តទាំងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរបាទសូមមេត្តាជួយដល់លោកយាយផងហើយបើសិនជាតាមរយៈក្រុមរបស់ខ្ញុំអំពាវនាវទៅហើយបាទសូមមេត្តាបើសិនជាចាប់អារម្មណ៍ណាសូមចាប់អារម្មណ៍បាទជួយដល់ក្រុមតាមរយៈក្រុមខ្ញុំសូមតំណាក់តំណងលេខបាទ016 26 25 20គុតបាទសូមអរគុណAku nak pun pergi dia. បរិសុទ្ធជនដែលបានចូលរួមជាឧបត្ថម្ភដល់ទូរគតជនខាងរោងចក្រអឹមវេអាគារ5ក្រុម A មានរាយនាមដូចខាងក្រោមកញ្ញាមុំនៅចន្លោះរែង 1000 រៀលអាលក្ខនៅគោកបន្ទាយ 1000 រៀលបញ្ញានៅអូកដោត 500 រៀលអោសុផននៅភ្នំតូច 500 រៀលនួនគុន្ធានៅទួលគ្រា 1000 រៀលកណ្ឌិកានៅតាពាំងពោ 1000 រៀលផៃសុផននៅគ្រូ 1000 រៀលខីសូណានៅបច្ចៈ 1000 រៀលតុលានៅជ្រែកបាក់ 1000 រៀលម៉ែនសំណាងនៅត្រៅកើត 1000 រៀលសគុណនៅតាពាំងស្បូវ 1000 រៀលស្រីរ៉េម 500 រៀលសូនចន្ទនានៅដងជ្រោះ 500 រៀលអែតកិច្ចនៅគ្រូ 1000 រៀលផនសំអននៅអូរូម 500 រៀលស្រីពៅ 1000 រៀលស្រីអេងនៅភូមិចាស់ 500 រៀលស៊ុយស៊ីយ៉ានៅភូមិចាស់ 500 រៀលហេងចន្ទធឿននៅព្រៃខ្មែរ 1000 រៀលចឹកសំឡូតនៅដំណាក់កកោះ 1000 រៀលសយចន្ទ្រីនៅត្បែងពោះ 1000 រៀលជាំធីតានៅថ្មរៀប 1000 រៀលគង់គំហៀកនៅព្រៃពួយ 1000 រៀលអ៊ីវកំសាននៅជារើ 2000 រៀលសាំងវុទ្ធីនៅតាពាំង 3000 រៀលចន្ទធីហៅ 200 នៅត្រៅកើត 1500 រៀលមុំ 1000 រៀលដុលសារ៉ាត់នៅត្រៅកណ្ដាល 1000 រៀលខិនសុកលីនៅតាពាំងស្បូវ 1000 រៀលសុកនីមនៅព្រៃខ្មែរ 500 រៀលមនសុភានី 500 រៀលសុយីមនៅអាឡែង 500 រៀលចិមសោភានៅព្រៃពួយ 500 រៀលខីសម័យនៅភូមិចាស់ 1000 រៀលសេងគឹមសៀននៅខ្សា 1000 រៀលសូនគីលីនៅស្រាំងខ្ពស់ 1000 រៀលយឿនសៅឌីនៅប៉ាត់ឡាំង 1000 រៀលគង់ពីទូនៅស្រែព្រីង 1000 រៀលសឹងហុកនៅត្រៅកើត 2000 រៀលញ៉ែមអ៊ីនៅអូរូម 2000 រៀលក្រុមជី10 6400 រៀលអ៊ុយផាណានៅកំពង់អុស 500 រៀលសាឡាត់នៅគ្រូ 500 រៀលនឹមស្រីរតនៅស្វាយជ្រុំចាស់ 500 រៀលវនសុកណានៅពោ 500 រៀលប៉ែនចន្ទានៅព្រៃតាសូល 500 រៀលស្រីតូចនៅតាពាំងកោ 1000 រៀលសិនសារ៉េមនៅសន្តី 2000 រៀលគង់រតនានៅដំបូកកកោះ 2000 រៀលជុំស្រីរតនៅព្រៃខ្មែរ 1000 រៀលនៅស្រីមុំនៅតាពាំង3 1000 រៀលហាំងស្រីមុំនៅតាពាំងស្បូវ 500 រៀលសុកចន្ទធូនៅជ្រែកបាក់ 500 រៀលសុកណារ៉ានៅទ្រាត្បូង 500 រៀលសែមស
សម្បុរនៅតាពាំងចក្សា1000រៀលឈុនសុលីនៅវាលស្បូវ1000រៀលយ៉នសំអុយនៅភូមិរោង1000រៀលសឹងស៊ីយ៉ាននៅភូមិខ្លី1000រៀលផនសុកនៅតាពាំងគោ1000រៀលសាទណារីនៅខ្លី1000រៀលកញ្ញាសូចាន់នីនៅព្រាមរាំងសី2000រៀលលោកពេញរតនានៅភ្នំតូច13800រៀលលោកសេនសារ៉េតជំទប់ទី1ឃុំបណ្ដុងស្នេហ៍ឧបត្ថម្ភ20000រៀលរៀងរាល់ខែផ្នែកសន្តិសុខប្រចាំរោងចក្រអឹមវេលោកឈិនចម្រើននៅត្រោក10000រៀលលោករដ្ឋរដ្ឋានៅអណ្ដងជ្រុង10000រៀលលោកសួនតារានៅគោពួយ5000រៀលលោកត្រោកស្រិតនៅតាពាំងចក្សា5000រៀលលោកថនវិរៈរិទ្ធនៅតាដោក5000រៀលលោកហ៊ួនច័ន្ទតារានៅភូមិទី2សង្កាត់ខ្សាម5000រៀលលោកខ្វាន់រដ្ឋានៅត្រោក5000រៀលលោកម៉ែនចន្ទធីនៅភូមិក្នុងឃុំស្វាយរំពៀ4000រៀលលោកបៀនសរុំនៅភូមិតឡូឃុំជើងគ្រាវ4000រៀលឡាងវុតីនៅផ្សារលើ5000រៀលតុងសរិទ្ធនៅត្របែក5000រៀលខ្សែវុធានៅឃ្លាំងប្រាក់5000រៀលសែមចិន្តានៅឃ្លាំងប្រាក់5000រៀលឯមេសា5000រៀលសោមស្រីនៅត្រោក3000រៀលនិងលុចសិតនៅត្របែកឃុំត្រងិល2000រៀលនាមសពរដ្ឋជនដែលបានចូលរួមជួយទូរគតជនតាមរយៈក្រុមយុវវ័យសាមគ្គីនៅរោងចក្រផ្អែរួមមានសុភានៅត្រពាំងចក្សា1000រៀលជ័យច័ន្ទមនិតនៅភូមិទ្រាត្បូង1000រៀលស្រីពៅនៅភូមិព្រៃមន់1000រៀលស្រីម៉ៅនៅភូមិព្រៃមន់2000រៀលចែមសារ៉ុននៅភូមិត្រពាំងស្បូវ1000រៀលរ៉េមនៅភូមិផ្អែ1500រៀលនាងសុខានៅភូមិឧទុំព1000រៀលនាងបូរីនៅភូមិឧទុំព1000រៀលស្រីអែមនៅភូមិចំការតាម៉ៅ1000រៀលកឹមថៃសុកលិននៅភូមិសំរោង1000រៀលស៊ីណានៅភូមិទ្រាត្បូង1000រៀលរិនម៉ារីណេតនៅភូមិកណ្ដាល1000រៀលលីនៅភូមិទ្រាត្បូង1000រៀលធៀបនៅភូមិសន្ទូច1000រៀលណែមធាវីនៅភូមិក្តីថ្នោត1000រៀលមីសុកុន្ធានៅភូមិអណ្ដូងរស័យ1000រៀលតាក់សំអាងនៅភូមិសំរោង1000រៀលញឹមសុណានិងអ្នកម្ដាយនៅភូមិទ្រាត្បូង1000រៀលទីវណ្ដានៅភូមិឧទុំព1000រៀលកយចារីនៅភូមិឧទុំព1000រៀលចិនសុកច័ន្ទផនសុកឡៃព្រមទាំងបុតនៅភូមិទ្រាត្បូង1000រៀលផលសំណាងនៅភូមិសំរោង1000រៀលហ៊ុនចាន់នីននៅភូមិត្រពាំងស្បូវ2000រៀលធនកំហេងនៅភូមិផ្សារឆ្នាំង1000រៀលមាសលេងឡៃកញ្ញានៅភូមិសំរោង1000រៀលស៊ុយសុម៉ាត់នៅភូមិទ្រាត្បូង1000រៀលអាណែតនៅភូមិទ្រា1000រៀលច័ន្ទប៊ុនធឿននាងស្រីពេជ្រព្រមទាំងបុតនៅភូមិសំរោង1000រៀលស្រីនៅភូមិទ្រាត្បូង1000រៀលបូណារីនិងស្វាមីព្រមទាំងបុតនៅភូមិអណ្ដូងរស័យ1000រៀលបូកុសលនៅភូមិអណ្ដូងរស័យ1500រៀលប៉ែនផុនទេពសម្បូរនៅភូមិអណ្ដូងរស័យ1000រៀលសុទ្ធសាទ1000រៀលសឿនសុជាតិ1000រៀលដាងស៊ីនឿននៅភូមិគ្រាជើង2000រៀលរុនធីមនៅភូមិសិឡាង4000រៀលដាងសុផានព្រមទាំងគ្រួសារនៅភូមិគ្រាជើង5000រៀលជាសខុមនៅភូមិតាំងត្រពាំងស្រុកបរិបូរ500រៀលសុកសុណានៅភូមិគ្រាជើង500រៀលឈុំវាសនានៅភូមិគ្រាត្បូង500រៀលជុំអាននៅគ្រាជើង500រៀលប៉ែនឌីណានៅភូមិត្រពាំងអញ្ចាញ1000រៀលគង់ស៊ីថានៅភូមិក្តីថ្នោត1000រៀលហុងកូនីកានៅភូមិទី1ឃុំខ្សា1000រៀលថាមឿននៅភូមិទ្រាត្បូង1000រៀលសយហាក់នៅភូមិក្រាំងស្គៀ1000រៀលមឿនសូរីនៅភូមិឧទុំព2000រៀលចំពោះនាមសពរដ្ឋជនដែលមិនទាន់បានឮសូមរងចាំតាមដានស្ដាប់នៅពេលក្រោយជាបន្តទៀតសូមគោរពជូនពរសពរដ្ឋជនឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយស្ដាប់បានទេថ្លៃឬស្រីយំខ្លាចបងមិនប៉ែតីរូបបងនឹងលេងនៅក្នុងថ្ងៃដដែលនេះដែរបន្ទាប់ពីបានផ្ដល់ជូននៅគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់គ្រួសារចាស់ជរាគ្រួសារលោកយាយណយគឿនស្ថិតនៅក្នុងភូមិពពាលពកឃុំគោកបន្ទាយស្រុករលីផ្អៀខេត្តកំពង់ឆ្នាំងរួចហើយនោះក្រុមយុវវ័យសាមគ្គីបានធ្វើដំណើរទៅកាន់ពិធីបុណ្យកាន់បិណ្ឌមួយទៀតគឺនៅក្នុងវត្តវិហារលួងស្ថិតនៅក្នុងភូមិជារូវឃុំជើងគ្រាវស្រុករលីផ្អៀខេត្តកំពង់ឆ្នាំងដោយនាំយកនៅភេសជ្ជៈនិងថវិកាមួយចំនួនចូលរួមក្នុងពិធីកាន់បិណ្ឌនេះនិងចូលរួមការកសាងនៅព្រះវិហាររើមួយស្រីយំព្រោះចង់បាច់ម៉ែបានជាពើស្នេហ៍យំលេងខ្មាស់វ័យស៊ីដាមាសបងស្ដាប់បានទេថ្លៃ
ឬស្រីយំខ្លាចបងមិនបែរទៅបងនឹងលៃឲ្យគប់ចិនដា នាមសប្បុរសជនដែលបានចូលរួមជួយទូរកិច្ចជនតាមរយៈក្រុមយុវវ័យសាមគ្គីនៅរោងចក្រផ្អែរួមមានតែមសុភានៅភូមិផ្សារឆ្នាំង 1000 រៀលយុទ្ធសុកឡានៅភូមិទី 1 ឃុំផ្សារ 1000 រៀលនំសុផាតនៅភូមិឧត្តមពរ 1000 រៀលស៊ុយកុម្ភៈនៅភូមិចុងកោះ 1000 រៀលចន្ទសុភ័ណ្ឌនិងចន្ទណា 3000 រៀលបូសៅរតនៅភូមិត្រពាំងស្បូវ 1000 រៀលដួងស្រីកានៅភូមិកណ្ដាលក្រោយពេទ្យ 1000 រៀលលី 1000 រៀលពួតជានៅភូមិសំរោង 1000 រៀលវ៉ែនចន្ទណានៅភូមិស្មែត 1000 រៀលហៀតសិលាសូសុនិចនៅភូមិស្ថានីយ៍ 1500 រៀលប៉ាមុំនៅភូមិទ្រាត្បូង 1000 រៀលទួនសុកលេងនៅភូមិទ្រាត្បូង 1000 រៀលស្រីលៀបនិងស្វាមីនៅភូមិទ្រាត្បូង 1000 រៀលណាតសុភារតនៅភូមិកណ្ដាលក្រោយពេទ្យ 1000 រៀលចរិយានៅត្រោកកើត 1000 រៀលបងមុំនៅភូមិសន្ទូច 1000 រៀលរស្មីនៅភូមិស្មែត 1000 រៀលនូសុផាននៅភូមិចំការខ្លី 1000 រៀលសារ៉ាត់នៅភូមិទ្រាត្បូង 2000 រៀលមីសុកង្គានៅភូមិមណ្ដងរស័យ 1000 រៀលកនសុគន្ធា 1000 រៀលគ្រីមីននៅទ្រាត្បូង 1000 រៀលនុនឌីនៅភូមិសិឡាង 2000 រៀលបិទសម្បនញ៉ែបសុភ័ណ្ឌព្រមទាំងបុតនៅស្វាយជ្រុំចាស់ 1000 រៀលញ៉ែបសយនិងភរិយានងភេទនៅស្វាយជ្រុំចាស់ 1000 រៀលសុកយ៉ាតនៅភូមិត្រពាំងស្បូវ 1000 រៀលចុនទីននៅភូមិត្រពាំងស្បូវ 1000 រៀលស្រីធាននៅភូមិត្រពាំងស្បូវ 1000 រៀលច័ន្ទយមនៅភូមិទ្រា 1000 រៀលធៀងជាតិព្រមទាំងបុតនៅភូមិទ្រាត្បូង 1000 រៀលវ៉ាន់ស៊ីណានិងធីមសុខីមនៅទ្រាត្បូង 1000 រៀលសុផាន់ម៉ៃនៅភូមិទ្រាត្បូង 1000 រៀលពុនសុកនីនៅទ្រា 1000 រៀលសៀងលីនៅភូមិស្វាយជុំចាស់ 1000 រៀលសៀងលេតនៅភូមិឧត្តមពរ 1000 រៀលចេបសារឿននៅភូមិស្មែត 1000 រៀលឈុំសុវតីនៅភូមិទ្រាត្បូង 1000 រៀលស្រីម៉ៅនៅទ្រាត្បូង 1000 រៀលញិលវិចិត្រានៅភូមិសំរោង 1000 រៀលកែវស្រីមុំនៅភូមិម្ដងរស័យ 1000 រៀលហេងចាន់នីនៅភូមិឃ្លាំងប្រាក់ 1000 រៀលយាយពៅនៅភូមិទួលចា 1000 រៀលកញ្ញាសុគន្ធា 1000 រៀលពេញស៊ីថុននៅភូមិខ្សា 1000 រៀលភោគរិទ្ធីនៅភូមិខ្សា 1000 រៀលមីសុគន្ធានៅភូមិមណ្ដងរស័យ 1000 រៀលសនមិថុនានៅភូមិចន្លោះរៀន 2000 រៀលសុផានៅភូមិឧត្តមពរ 2000 រៀលគង់សុធីនៅភូមិក្តីថ្នោត 1000 រៀលតូចមុំនៅភូមិឧត្តមពរ 1000 រៀលនិងបងខៀរោមនៅភូមិទ្រា 1000 រៀល នៅរោងចក្រលោកតាបារាំងមានរាយនាមដូចខាងក្រោមសុនសុកសាន 1000 រៀលមួងស្រីណីនៅទួលកលាញ់ 1000 រៀលព្រឿនចន្ទធីនៅព្រៃមាន់ 1000 រៀលញ៉ែមស្រីកានៅស្រែព្រីង 1000 រៀលកាងសុភីព្រមទាំងគ្រួសារនៅអន្លង់កញ្ចោះ 1000 រៀលផោសុផេន 1000 រៀលយ៉ែមស្រីម៉ៅ 1000 រៀលសុកឡៃហៀង 1000 រៀលពៅព្រមទាំងភរិយានៅឡោះទឹកត្រី 1000 រៀលអ៊ូសុភ័ណ្ឌ 1000 រៀលគុណ 1000 រៀលតាមកាត់ថានៅព្រៃលនាង 1000 រៀលចកស្រីឡាងនៅធម្មយុទ្ធ 1000 រៀលអូនឆៃលៀងនៅតាពាំងចិកសា 1000 រៀលសនសវណ្ណម៉ូនីកានៅតាពាំងអន 1000 រៀលមឿនធីមនៅព្រៃមន 1000 រៀលជឿនច័ន្ទថេនៅតាពាំងក 1000 រៀលឆាយសាវនៅអូរូង 1000 រៀលយឿអាស៊ីសាសនៅចុងកោះ 1000 រៀលសុកនៅតាពាំងក 1000 រៀលយ៉ងថូនៅតាពាំងក 1000 រៀលកៅដានីនៅអូកណ្ដោល 1000 រៀលវុនចន្ទថានៅអណ្ដូងច្រោះ 1000 រៀលកៅសារ៉េតនៅទួលកលាញ់ 1000 រៀលស្រីម៉ៃនៅចុងកោះ 1000 រៀលស្រីមនៅអណ្ដូងរិស័យ 1000 រៀលអែមសុជាតិនៅអូរូង 1000 រៀលឆេងគៀនៅ5ជាន់ 1000 រៀលប៉ែនស្រីច័ន្ទនៅធម្មយុទ្ធ 1000 រៀលមនស្រីណាក់នៅអូរូង 1000 រៀលច័ន្ទសុផលនៅព្រៃមន 1000 រៀលស្រីច្រាប់នៅតាពាំងស្បូវ 1000 រៀលសុកនីនៅតាពាំងស្បូវ 1000 រៀលស្រីលាក់នៅទួលខ្សាច់ 1000 រៀលសុបិននៅអណ្ដូងស្នៃ 1000 រៀលលោកតាបារាំង 1000 រៀលកោបព្រីង 1000 រៀលស្រីរតនៅថ្នល់ថ្មី 1000 រៀលជាពិសីនៅភូមិពពេល 1000 រៀលសយសៃស្រស់នៅទួលខ្សាច់ 1000 រៀលសារីសាវ៉ាតនៅតាពាំងចិកសា 1000 រៀលច័ន្ទស៊ីណៃនៅព្រៃលនាង 1000 រៀលឈិនវិចិត្រនៅត្រោកកើត 1000 រៀលនីចិន្តានៅធម្មយុទ្ធ 1000 រៀលស្រីអែមនៅទួលកលាញ់ 1000 រៀលម៉ែនហៃនៅទួលកលាញ់ 1000 រៀលជាមករានៅធម្មយុទ្ធ 1000 រៀលឈឹងច័ន្ទសឿននៅក្នុងកំបុត 1000 រៀលលីធីវីនៅទួលកលាញ់ 1000 រៀលបូច័ន្ទថេងនៅកំពង់អស់ 1000 រៀលអនសុធាតនៅសន្ទូច 1000 រៀលស្រីខួចនៅកំពង់អស់ 1000 រៀលសឹមសុខាវតីនៅទ្រាត្បូង 1000 រៀលច័ន្ទនីនិងស្វាមីព្រមទាំងបុត្រនៅតាពាំងស្បូវ 1000 រៀលស្រីកានៅត្រោកកណ្ដាល 1000 រៀលផេតសុកលៀបនិងស្វាមីព្រមទាំងបុត្រនៅត្រោកកើត 1000 រៀលសូកន្ធានិងស្វាមីព្រមទាំងបុត្រនៅព្រៃពួត 1000 រៀលយឹមហួយនៅព្រៃខ្មែរ 1000 រៀលក
លក្ខណៈនៅ8ឆោម1000រៀលលីស្រីសានៅអណ្ដូងចេក1000រៀលផនស្រីលីននៅខ្វាត់1000រៀលចំពោះនាមសប្បុរសជនដែលមិនទាន់បានឮសូមរងចាំតាមដានស្ដាប់នៅពេលក្រោយជាបន្តទៀតសូមគោរពជូនពរសប្បុរសជនឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយបាទលោកស្រីនាងកញ្ញាប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីរាប់អានក្រោយពីបានទស្សនាខ្សែវីដេអូនេះហើយមានអារម្មណ៍យ៉ាងម៉េចដែរបាទប៉ុន្តែគ្រួសារនីមួយៗតាមរយៈខ្សែវីដេអូនេះគឺពិតជាជួបការលំបាកក្នុងការរស់នៅនឹងធ្វើឲ្យយើងមានអារម្មណ៍រត់រួលនិងអាណិតអាសូរជាពន់ពេកហើយយើងទាំងអស់គ្នាសង្ឃឹមថាការជួយនៅសម្ភារៈគ្រឿងបរិភោគមួយគ្រានេះនឹងអាចចូលរួមចំណែកជួយគ្រួសាររបស់គាត់កាត់បន្ថយនឹងការលំបាកមួយកម្រិតបាទតាំងនាងខ្ញុំជួបមុខឲ្យក្រុមយុវវ័យសាមគ្គីខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សប្បុរសជននានាដែលបានស្វែងរកនិងផ្ដល់សម្ភារៈបរិក្ខារគ្រឿងបរិភោគផ្សេងៗដល់ក្រុមយុវវ័យសាមគ្គីឲ្យមានលទ្ធភាពនាំយកសម្ភារៈទាំងអស់នេះជូនទៅដល់ដៃក្រុមគ្រួសារដែលជួបការលំបាកគ្រួសារចាស់ជរាពិការអសមត្ថភាពពលកម្មគ្មានទីពឹងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរទៅដល់សមាជិកក្រុមយុវវ័យសាមគ្គីដែលបានចូលរួមជួយសកម្មភាពនេះយ៉ាងខ្លាំងអស់ពីកម្លាំងកាយចិត្តនិងសូមប្រសិទ្ធពរជ័យដល់ក្រុមគ្រួសារលោកអ្នកឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនជាពិសេសរបស់ទទួលទានប្រចាំថ្ងៃមានភាពរីកចម្រើនមានសុភមង្គលគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះខ្ញុំបាទទាំងអស់គ្នាសូមអរគុណសូមគោរពលាចំងាយមកពីឆ្ងាយពិតបានជួបវមិត្តនៅកំពង់ឆ្នាំងជួបអូនម្ដងបេះដូងស្ទើរកាំងអើយអារម្មណ៍ភ្លឹកភ្លាំងព្រោះចាញ់សំរងអោភ្នំកងរៃបារមីសាងសិទ្ធជួយបញ្ចេញរិទ្ធសាបជាប់និសាយគោលាបកំពង់ឆ្នាំងដូចពេជ្រចរណៃស្នេហ៍ថ្លៃគ្មានថ្ងៃបែកខ្នងគោលាបមួយទងដែលបងប្រាថ្នាទោះឆ្ងាយយ៉ាងណាមិនថាទេថ្លៃអូយតាគោលាបរោមស្ម័គ្រប្រណីអោយម៉ែជួលស្ដីរៀបការឆ្នាំក្រោយខ្ញុំសូមបួងសួងអិនព្រំទេវតាសូមជួយនាំសារប្រាប់ជីវ៉ាផងថាក្នុងជាតិនេះស្នេហ៍តែ